សួស្តីអ្នកទាំងអស់គ្នាខ្ញុំសូមសួរអ្នកមកសំណួរហេតុអ្វីបានជាមនុស្សពីរនាក់ដែលមានអាយុស្មើគ្នារៀននៅសាលាតែមួយមានឱកាសស្តៀងគ្នាប៉ុន្តែដល់ពេលមួយម្នាក់បានក្លាយទៅជាមនុស្សជោគជ័យខណៈដែលម្នាក់ទៀតនៅតែតស៊ូជាមួយនឹងបញ្ហាដដែលតើវាមានភាពខុសគ្នាកើតឡើងមកពីអ្វីមនុស្សជាច្រើនប្រហែលជាគិតថាវាជារឿងសំណាងឬក៏ទេពកោសល្យប៉ុន្តែការពិតកត្តាមួយដែលមានឥទ្ធិពលផុតគឺជាទម្លាប់មានពាក្យមួយដែលយើងគួរគិតថាដំបូងយើងបង្កើតទម្លាប់បន្ទាប់មកទម្លាប់បង្កើតយើងវិញពាក្យនេះមានន័យយ៉ាងដូចម្ដេចហើយហេតុអ្វីបានជាវាអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សម្នាក់បានសូមស្ដាប់វីដេអូនេះដល់ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យនៃពាក្យមួយឃ្លានេះមានបុរសវ័យក្មេងម្នាក់គាត់តែងតែសម័យចង់ក្លាយជាអ្នកជោគជ័យគាត់ទិញសភៅជាច្រើនចូលវគ្គបណ្ដុះបណ្ដាលជាច្រើនហើយនិយាយជាញឹកញាប់ថាថ្ងៃណាមួយខ្ញុំនឹងផ្លាស់ប្ដូរជីវិតរបស់ខ្ញុំប៉ុន្តែរាល់ព្រឹកគាត់ក្រោកយឺតចំណាយពេលជាច្រើនម៉ោងទៅលើទូរស័ព្ទហើយតែងតែនិយាយថាខ្ញុំនឹងចាប់ផ្ដើមនៅថ្ងៃស្អែកមួយឆ្នាំបានកន្លងផុតទៅជីវិតរបស់គាត់មិនបានផ្លាស់ប្ដូរទេផ្ទុយទៅវិញមិត្តរបស់គាត់ម្នាក់មិនសូវនិយាយពីក្តីសុបិនធំអីទេប៉ុន្តែគាត់គ្រាន់តែអានសៀវភៅ20នាទីក្នុងមួយថ្ងៃហាត់ប្រាណ30នាទីនិងរៀនជំនាញថ្មីបន្តិចម្ដង5ឆ្នាំក្រោយមិត្តម្នាក់នោះបានក្លាយទៅជាអ្នកដឹកនាំមានទាំងចំណេះដឹងមានទាំងសុខភាពល្អនិងមានទំនុកចិត្តលើខ្លួនឯងតើអ្វីទៅជាភាពខុសគ្នាវាមិនមែនដោយសារតែគាត់ឆ្លាតជាងទេហើយក៏វាមិនមែនដោយសារតែគាត់មានលុយច្រើនជាងដែរក៏ប៉ុន្តែដោយសារតែគាត់មានទម្លាប់ល្អដែលបានកសាងជារៀងរាល់ថ្ងៃពាក្យថាទម្លាប់វាមិនមែនគ្រាន់តែមានន័យថាយើងធ្វើរឿងអីដដែលទេប៉ុន្តែទម្លាប់គឺជាការសម្រេចចិត្តតូចដែលយើងធ្វើម្ដងហើយម្ដងទៀតរហូតដល់វាคล้ายទៅជាផ្នែកមួយនៃអត្តសញ្ញាណរបស់យើងដំបូងយើងជ្រើសរើសទម្លាប់ប៉ុន្តែបន្ទាប់ពីវាចាក់ឫសហើយទម្លាប់នឹងចាប់ផ្ដើមជ្រើសរើសរបៀបរស់នៅរបស់យើងវាប៉ះពាល់ដល់របៀបគិតការសម្រេចចិត្តទំនាក់ទំនងការងារនិងអនាគតសម័យថាជីវិតយើងគឺដូចជាផ្ទះមួយខ្នងអញ្ចឹងទម្លាប់គឺជាឥដ្ឋតូចអញ្ចឹងឥដ្ឋម្ដុំវាមិនសូវជាមានអត្ថន័យទេប៉ុន្តែបើអ្នករាល់ថ្ងៃដាក់វារាល់ថ្ងៃវានឹងក្លាយទៅជាផ្ទះមួយដ៏រឹងមាំឬក៏ផ្ទះដែលងាយរលំអាស្រ័យទៅលើប្រភេទឥដ្ឋដែលអ្នកបានជ្រើសរើសអ្នកទាំងអស់គ្នាប្រហែលជាមានសំណួរមួយនៅក្នុងចិត្តហើយថាហេតុអ្វីបានជាទម្លាប់វាមានឥទ្ធិពលខ្លាំងម្ល៉េះអញ្ចឹងខ្ញុំអាចឲ្យហេតុផលទៅអ្នក3ដើម្បីគិតពិចារណាហេតុផលទី1នោះគឺទម្លាប់បង្កើតអត្តសញ្ញាណអញ្ចឹងអ្នកមិនអាចក្លាយទៅជាមនុស្សស្មោះត្រង់ដោយសារតែអ្នកនិយាយថាខ្ញុំជាមនុស្សត្រង់ទេប៉ុន្តែអ្នកនឹងក្លាយទៅជាមនុស្សស្មោះត្រង់ដោយការប្រព្រឹត្តភាពស្មោះត្រង់ជាបន្តរបស់អ្នកដូចគ្នានេះដែរអ្នកនឹងមិនក្លាយទៅជាអ្នកអានសៀវភៅដោយគ្រាន់តែទិញសៀវភៅមកទុកនៅផ្ទះទេប៉ុន្តែអ្នកនឹងទទួលបានចំណេះដឹងពីសៀវភៅដោយសារតែអ្នកអានវាជាប្រចាំហេតុផលទី2ទម្លាប់តូចអាចផ្ដល់នៅលទ្ធផលធំមនុស្សជាច្រើនមើលរំលងការផ្លាស់ប្ដូរតូចព្រោះមើលមិនឃើញពីលទ្ធផលភ្លាមប៉ុន្តែសកម្មភាពតូចហ្នឹងដែលធ្វើដែលយើងធ្វើជាប្រចាំគឺអាចបង្កើតភាពខុសគ្នាយ៉ាងធំក្នុងរយៈពេលវែងចំពោះហេតុផលទី3ទម្លាប់អាក្រក់ក៏រីកធំដូចគ្នាការពជាពេលមួយថ្ងៃមើលទៅវាមិនសូវជាធ្ងន់ធ្ងរប្រហែលទេក៏ប៉ុន្តែបើអ្នកធ្វើវាជារៀងរាល់ថ្ងៃវានឹងคล้ายទៅជាទម្លាប់ដែលបំផ្លាញឱកាសនិងក្តីសុបិនរបស់អ្នកដើម្បីបង្កើតទម្លាប់បានយើងត្រូវចាប់ផ្ដើមពីរឿងតូចបើអ្នកចង់អានសៀវភៅកុំបង្ខំខ្លួនឲ្យអានមួយក្បាលក្នុងមួយថ្ងៃយើងចាប់ផ្ដើមពី5ទំព័របើអ្នកចង់ហាត់ប្រាណកុំគិតថាត្រូវហាត់ប្រាណ2ម៉ោងឬក៏3ម៉ោងយើងត្រូវចាប់ផ្ដើមត្រឹម10នាទីក៏បានដែរ
គោលដៅវាមិនមែនធ្វើឲ្យល្អឥតខ្ចោះទេប៉ុន្តែគោលដៅគឺយើងត្រូវធ្វើវាជាប្រចាំត្រូវចងចាំថាភាពជាប់លាប់អាចយកឈ្នះទេពកោសល្យបានប៉ះសិនបើទេពកោសល្យមិនមានវិន័យថ្ងៃនេះអ្នកប្រហែលជាមិនឃើញលទ្ធផលនៃទម្លាប់របស់អ្នកទេប៉ុន្តែទម្លាប់គ្រប់យ៉ាងកំពុងសរសេររឿងជីវិតរបស់អ្នកម្ដងមួយទំព័ររៀងរាល់ថ្ងៃគឺជាការបោះឆ្នោតឲ្យមនុស្សដែលអ្នកចង់ក្លាយទៅជាបើអ្នកជ្រើសរើសការរៀនអ្នកកំពុងតែក្លាយទៅជាអ្នកមានចំណេះដឹងនាពេលអនាគតបើអ្នកជ្រើសរើសវិន័យអ្នកកំពុងតែក្លាយទៅជាមនុស្សដែលអាចទុកចិត្តបានបើសិនអ្នកជ្រើសរើសការខ្ជិលច្រអូសវិញអ្នកក៏កំពុងតែបង្កើតអនាគតមួយដែរគ្រាន់តែថាអនាគតនោះវាអាចទៅជាអនាគតដែលអ្នកមិនប្រាថ្នាចង់ជួបសូមចងចាំឃ្លាមួយនេះឲ្យច្បាស់ថាដំបូងយើងបង្កើតទម្លាប់បន្ទាប់មកទម្លាប់នឹងបង្កើតយើងវិញជីវិតរបស់អ្នកមិនត្រូវបានផ្លាស់ប្ដូរដោយការសម្រេចចិត្តធំមួយនោះទេវាត្រូវបានផ្លាស់ប្ដូរដោយសកម្មភាពតូចៗដែលអ្នកធ្វើជារៀងរាល់ថ្ងៃដូច្នេះសំណួរមិនមែនថាតើអ្នកចង់ក្លាយទៅជាមនុស្សបែបណាទេប៉ុន្តែគឺថាតើថ្ងៃនេះអ្នកនឹងចាប់ផ្ដើមទម្លាប់អ្វីដែលនាំអ្នកទៅរកមនុស្សនោះសូមអរគុណបងប្អូនដែលទស្សនាវីដេអូមួយនេះបើវីដេអូមួយនេះបានផ្ដល់នូវគំនិតថ្មីដល់បងប្អូនសូមចុច like ចុច share និង subscribe ទៅលើ channel របស់ខ្ញុំហើយសូមសរសេរនៅក្នុង comment ថាតើទម្លាប់ល្អមួយណាដែលអ្នកនឹងចាប់ផ្ដើមនៅថ្ងៃនេះបាទសូមអរគុណសម្រាប់ការទស្សនានិងជួបគ្នានៅវីដេអូបន្ទាប់